បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Facebook Page Live Support ទទួលទិញលក់រថយន្តកេរ៉េហើយក៏ដូចជា Channel YouTube ឃ្លាំង Live Support បាទថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងមកបង្ហាញបងប្អូនបាទរថយន្តនេះជាប្រភេទរថយន្តមួយតោនកន្លះបងប្អូនមួយតោនកន្លះទូបើកស្លាបបាទឆ្នាំ05បាទប្រភេទមួយបាំងកន្លះបាទឥឡូវសូមនាំបងប្អូនមើលមកជុំសិនបងប្អូនបាទនេះកង់របស់វាហ្នឹងគឺស្អាតឡើងហើយជាទីហើយបាទលេងក្រុមមេនេះគឺមកចាប់ស្អាតតែម្ដងបាទកង់ជាទីហើយយកទៅប្រើតែម្ដងបាទក្រុមមេលេងមកជុំបាទទូក៏ស្អាតបាទឥឡូវនាំបងប្អូនមើលខាងក្នុងសិនបងប្អូនបាទនេះគឺខាងក្នុងមកវាអាវទ្វារក៏ស្អាតដែរគឺនឹងតាប់ឡូអីរឿងស្អាតមកចប់បាទទៅនៅនេះមានកន្លែងដាក់អីវ៉ាន់អីបាទស្អាតតែម្ដងនេះគឺប្រភេទមួយបាំងកន្លះបាទនេះកន្លះបាំងក្រោយនេះបងប្អូនអាចដាក់អីវ៉ាន់បានបាទដាក់អីវ៉ាន់ឬមួយក៏ក្មេងៗកូនបងប្អូនហ្នឹងអាចយកដាក់នៅខាងក្រោយនឹងបានឬក៏ក្មេងៗអាចគេងនៅក្រោយនឹងបានដែរបងប្អូនសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយងាយស្រួលនឹងកាច់ពុកសម្រាប់បងប្អូនបាទហើយបាទកង់របស់វាហ្នឹងគឺឡើងហើយរថយន្តនេះគឺប្រភេទឆ្នាំ05បាទមួយតោនកន្លះហើយនេះបងប្អូនជើងក្រោមរបស់វាជាទាហ្នឹងឡើងហើយអស់ដែរកង់គឺថ្មីតែម្ដងយកទៅប្រើតែម្ដងអត់មានថែមថយទេបាទគឺស្អាតទូបាក់ស្លាបបាទហើយនេះគឺបាតវា2ជាន់បាទនេះគឺប្រភេទដៃខាងលើហើយនឹងឈើខាងក្រោមបាទប្រភេទ2ជាន់ខាងនេះគឺធានាប្រើតែម្ដងបាទគឺស្អាតខាងលើបូមវាគឺនៅខ្លាំងលើកឡើងវឹបតែម្ដងបាទហើយខាងខ្ញុំបានហ្នឹងគឺមានសេវាកម្មបងរំលោះ25ខេត្តក្រុងដែរដែលលក្ខខណ្ឌនោះងាយបងប្អូនដែលមានប្រាក់ចូលរួមត្រឹមតែ 15% នៃថ្លៃរថយន្តឬមួយក៏បងប្អូនពុំមានប្រាក់ចូលរួមទេខាងខ្ញុំអាចសេរីជូនបងប្អូនបានបាទអញ្ចឹងត្រឹមតែ 15% ក៏បានឬមួយក៏បងប្អូនមិនមានប្រាក់ចូលរួមក៏បានដែរគឺខាងខ្ញុំហ្នឹងអាចលេខលោកបានជូនបងប្អូនបាទដើម្បីយកឡានទៅប្រកបអាជីវកម្មបានបាទឡាននេះស្អាតបងប្អូនណាយកទៅប្រើខំម្ដងទេឆ្នាំ05បាទមួយបាំងកន្លះស្អាតតែម្ដងបាទបើសិនបើបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងមកលេខទូរស័ព្ទដែលខ្ញុំដាក់3ប្រព័ន្ធខាងក្រោមហ្នឹងនៅលើវីដេអូហ្នឹងគឺប្រព័ន្ធមួយហ្នឹងក៏មាន Telegram ដែរអញ្ចឹងបងប្អូនអាចទំនាក់ទំនងតាមនោះឬមួយបងប្អូនអាចសាកសួរព័ត៌មានបន្ថែមឬមួយក៏ចង់បានរូបភាពបន្ថែមអំពីរថយន្តអញ្ចឹងបងប្អូនអាចទំនាក់ទំនងមកកាន់ Page ក៏បានឬមួយក៏ Telegram ខាង3ប្រព័ន្ធខាងក្រោមនេះក៏បានដែរបាទចំពោះបងប្អូនដែលចង់មកទស្សនាផ្ទាល់បងប្អូនអាចមកលើផ្លូវទំនប់កប់ស្រូវបងប្អូនណាផ្លូវទំនប់កប់ស្រូវខាងជើងផ្លូវរទេះភ្លើងប្រហែលជា700ម៉ែត្រទល់មុខនឹងការ៉ាសាំង PTT ក្បែរនឹងខ្លងទ្វារវត្តពូបងប្អូនណាជិតខ្លងទ្វារវត្តពូទល់មុខនឹងការ៉ាសាំង PTT នៅលើផ្លូវទំនប់កប់ស្រូវបាទសូមអរគុណនិងសូមជម្រាបលា